Và số đây bang bồn ở kia đại cho chặt đầm năm đại nó chung quanh te phải nhớ bang bồn chiều xa đầm năm đôn bang bồn đại về làng hiện sặc đôn viện khói khói cho bang bồn xa tại miền xa lạ viện nâu rum trong đôn sặc đôn bang bồn chẳng vì anh nôm nâu nông thui đôn nó chẳng vì bản đa loại sặc đôn và giờ nó vì sport chẳng mình thay những sao tật đại chiอย่างណាគឺវាអត់ងាយលូតលាស់បានល្អទេបងប្អូនឃើញស្លឹកវារៀងខ្លោចៗចឹងណាបងប្អូនអញ្ចឹងគឺយើងមានវិធីសាស្ត្រដើម្បីកម្ចាត់សត្វហ្នឹងចេញអញ្ចឹងណាកាលណាយើងអត់កម្ចាត់ទេដូងអត់ងាយលូតទេបងប្អូនអញ្ចឹងបើសិនជាបងប្អូនណាដែលជួបបញ្ហាដូចខ្ញុំអញ្ចឹងបងប្អូននេះស្លឹកវារៀងខ្លោចៗចឹងបងប្អូននេះជាពិសេសដើមនេះបងប្អូនឃើញទេវាលាស់មកគឺវាខ្លោចដោយសារតែមានសត្វល្អិតនៅរុំអាចចុងហ្នឹងអញ្ចឹងវាលូតចេញមកត្រួយហ្នឹងគឺវាខ្លោចដូចយើងចង់ងាប់អីហ្នឹងបងប្អូនបើសិនជាបងប្អូនណាមានបញ្ហាហ្នឹងបងប្អូនអាចមើលវីដេអូនេះហើយគេប្រើថ្នាំហ្នឹងបងប្អូនអាចទៅទិញតាមទីផ្សារទៅបងប្អូនដាក់ទៅកន្លែងដូងនេះគឺខ្ញុំដាក់ប្រហែលជាបានមួយសប្តាហ៍បងប្អូនអញ្ចឹងអាត្រួយនេះគឺវាលាស់ខ្ចីមកតែបងប្អូននេះឃើញទេវាអត់មានជំពប់ដូចអាមុនទេវាទឹមលាស់ហើយបងប្អូនឃើញអាខ្មៅនេះបងប្អូននេះអាខ្មៅហ្នឹងអឺសត្វល្អិតដែលវានៅក្នុងអាធាងដូងហ្នឹងបងប្អូនអញ្ចឹងដោយសារតែខ្ញុំដាក់ថ្នាំអញ្ចឹងវាងាប់វានៅទៅលើស្លឹកដូងហ្នឹងបងប្អូនជាមួយខ្ញុំយកឲ្យមើលនេះបងប្អូនចាំមើលសត្វប្រភេទហ្នឹងបងប្អូនវាធ្វើឲ្យស្លឹកដូងរបស់យើងហ្នឹងមើលទៅខ្លោចតែម្ដងបងប្អូនជាមួយខ្ញុំយកឲ្យមើលនេះសត្វបងប្អូនសត្វប្រភេទហ្នឹងហើយនៅពេលដែលខ្ញុំដាក់ថ្នាំហ្នឹងបងប្អូនគឺវាងាប់អស់តែម្ដងបងប្អូនយើងឃើញវាជ្រុះនៅគៀនធាងដូងហ្នឹងឃើញសត្វហ្នឹងច្រើនមែនតើអញ្ចឹងយើងប្រើថ្នាំហ្នឹងមកបងប្អូននេះយើងទិញនៅតាមទីផ្សារអត់ខ្វះបងប្អូនថ្នាំសម្រាប់កៅមិនថាដូងបងប្អូនដំណាំអីផ្សេងដែលមានសត្វល្អិតសត្វអីយាយីធ្វើឲ្យដំណាំយើងហ្នឹងมันអាចលូតលាស់ទៅមុខបានយើងអាចប្រើថ្នាំហ្នឹងបានដូចគ្នាបងប្អូនអញ្ចឹងអានេះខ្ញុំដាក់បានមួយអាទិត្យអញ្ចឹងវាលាស់មកខាងក្រោយនេះគឺខ្ចីល្អមែនតើបងប្អូនហើយបើកាលណាយើងអត់បង្ការពារទេលូតទៅណារួចទេដាំ1ឆ្នាំ2ឆ្នាំដូងទៅ4ឆ្នាំផ្លែអញ្ចឹងទៅ7 8ឆ្នាំដោយសារអីយើងអត់មើលថែបងប្អូនអញ្ចឹងនេះបងប្អូននេះអានេះសត្វល្អិតហ្នឹងវាងាប់នៅតាមធាងដូងហ្នឹងនៅពេលដែលយើងបាញ់ថ្នាំហ្នឹងទៅគឺវាងាប់ហើយកាលណាងាប់ស្លឹកដូងរបស់យើងហ្នឹងវាលូតលាស់មកខ្ចីបងប្អូននេះថ្នាំហ្នឹងអញ្ចឹងបងប្អូនណាដែលជួបប្រទះនឹងបញ្ហាស្លឹកដូងខ្លោចរៀងស្ពាត់ហ្នឹងគឺដោយសារតែសត្វហ្នឹងបងប្អូនអញ្ចឹងគឺយើងយកទិញថ្នាំហ្នឹងមកបងប្អូននេះថ្នាំដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងយើងទិញមកហើយយើងមានកំប៉ុងបាញ់មួយមកយើងដាក់តិចបាញ់បញ្ចូលនៅក្នុងអាធាងដូងហ្នឹងគ្រប់ដើមដូងទាំងអស់ហ្នឹងមកហើយអានេះខ្ញុំទំដាក់ដែរបងប្អូននៅពេលដែលខ្ញុំដាក់បានផលទើបខ្ញុំធ្វើវីដេអូនេះប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងណាបើសិនជាបងប្អូនណាដែលមានបញ្ហាហ្នឹងគឺបងប្អូនអាចមើលវីដេអូនេះទៅគឺអាចការពារបានបងប្អូនហើយមួយដើមទៀតបងប្អូននេះមួយដើមនេះកន្លែងនេះគឺនៅខាងក្រោយផ្ទះដែរគឺជីល្អមែនតើបងប្អូនប៉ុន្តែវាលូតអត់រួចមកបងប្អូនមើលនេះស្លឹករៀងខ្លោចអញ្ចឹងហើយវាលូតទៅណារួចដោយសារអីដោយសារសត្វហ្នឹងបងប្អូននៅពេលដែលខ្ញុំដាក់បានមួយអាទិត្យបានអីបងប្អូននេះវាមានលាស់ខ្ចីនៅពេលដែលលាស់អាក្រោយនេះមកគឺអត់មានបញ្ហាអីទេបងប្អូនអញ្ចឹងយើងដាក់តែថ្នាំហ្នឹងទៅនេះចុងហ្នឹងឃើញទេមកឡើងខ្ចីញញហើយបើកាលណាយើងអត់ដាក់អត់ការពារលូតទៅមុខអត់រួចបងប្អូនងាយឡើងទេបងប្អូនណាជួបបញ្ហាហ្នឹងអាចប្រើដូចខ្ញុំបានបងប្អូនល្អមែនតើបាទសូមអរគុណបើសិនជាបងប្អូនស្រឡាញ់និងគាំទ្រវីដេអូនេះបងប្អូនអាច share ចែកម្លែកទាំងអស់គ្នាបាទសូមអរគុណ